ស្រុកក្រៅប្រចាំឆ្នាំ2012មានឈុតបាញ់ប្រហារស្នេហាជ្រៀលជ្រៅកំប្លែងសើចពីដើមរហូតដល់ចប់ហើយខ្ញុំថាអាឡំនោះប្រងដែលមិនគ្រប់10ហើយចារខ្ញុំឡប់ឡំគ្មានអ្នកចង់សឹកក្បែររាល់ថ្ងៃខ្ញុំពុកមកគិតថាកំសត់ឡះគេនេះប្រឡប់ឡាដូចខ្ញុំកាប់ជាមនុស្សឡប់យ៉ាងដែរគ្មានខ្វល់ភ័យព្រួយរឿងស្នេហ៍ចង់ទៅណាក៏បានដែរអ្នកណាក៏ស្គាល់ខ្ញុំតែពេលបានជួបស្រីមុំខ្ញុំចេះព្រោះចេះបានមិនខ្វល់ខៅចាញ់អាឡំផងខ្ញុំតែគិតថាឯងជាអាឡប់កុំអីគាត់ជំនាញរឿងធំហីមិនចេះរឿងធំរឿងធំពួកឯងចង់ឲ្យយើងប្រកល់ចង់សម្បត្តិទាំងអស់តែឲ្យពួកឯងនៅពេលយើងបានសិទ្ធទេលោកប៉ារបស់បងចង់ស្លាប់មនុស្សដែលបងស្រឡាញ់មែនទេមែនបាទចង់ស្លាប់បងស្មាចង់មែនហេតុអីខ្ញុំបានទទួលពាក្យបណ្ដាំពីលោកប៉ាអ្នកនាងមើលថែការពារអ្នកនាងឲ្យបានល្អបងទៅធ្វើការរកប្រាក់បានច្រើនហើយត្រឡប់មកវិញរៀបការជាមួយអូនកន្លងមកបងទៅធ្វើជាអង្គរៈការពារនាងរហូតមកហើយកេសកុំឲ្យបងភ័យណាអូនដឹងខ្លួនឡើយអូនគ្រួសាររបស់ខ្ញុំបងប្អូនទាំងអស់គ្នាសុទ្ធតែស្លាប់ដោយសារតែឯងប៉ាខ្ញុំបងស្មាគឺជាឈ្មោះសម្រាប់ចិត្តបងប្រហែលឲ្យគេស្លាប់តែម្នាក់ណាបងចង់ឲ្យឯងជាមួយកូនរបស់ឯងស្លាប់ម្ដងនេះចាប់បញ្ចាំពីថ្ងៃទី12កក្កដា2012តទៅនៅរោងភាពយន្ត4ព្រមគ្នារោងភាពយន្តលុចរោងភាពយន្ត Cineplex សូរិយារោងភាពយន្ត Regent City Mall និងរោងភាពយន្តបារាយអណ្ដែតខេត្តសៀមរាបសួស្ដីរឿងនាយឡប់ចំពប់ស្នេហ៍ក៏បានដែរអ្នកស្គាល់ខ្ញុំ